Carabao អ្នកតស៊ូដ៏អស្ចារ្យសូមអញ្ជើញបេក្ខជនបេក្ខនារីទាំង4រូបមកកាន់ឆាកតន្ត្រីបាទសូមជម្រាបអរគុណជម្រាបសួរបាទជម្រាបសួរចាជម្រាបសួរអូបាទជម្រាបសួរបាទចេញខំងតិចមកណាបាទអរគុណបាទហើយបុនសេះខិនតិចបាទខិនតតតិចណាបាទអរគុណតោះរកកន្លែងចូលរៀងខ្លួនអូខេអរគុណច្រើនចានេះចាប់អារម្មណ៍បាទចាប់អារម្មណ៍បេក្ខជនយើងកដាលដូចយើងខ្ពស់ស្រឡះបាទសម្រស់ដូចជាស្រស់សង្ហាបាទដូចប្រហែលមុខបាទខ្ញុំបាទប្រហែលមុខបាទតាមដឹងដូចជាចេះពិធីករផងនេះបាទនិយាយទៅបងពេលមកដល់មិញកាន់មីក្រូចេះតែច្រឡំជម្រាបសួរពុកម៉ែបងប្អូនព្រោះធ្លាប់និយាយធ្លាប់ច្បាប់បាទអរគុណទីទៀតគាត់បង្ហាញទេពកោសល្យពិធីករបាទប៉ុន្តែសូមបងប្អូនស្រីទាំងពីរសូមក្រោកឈរចាំបាទសូមជិះបាទចាសូមឈរឲ្យអស់មកចាកុំអង្គុយយើងឈរមកឈរបាទឈរអត់ហ៊ានទេបងហេឈរមកអីទៅឈរមកកុំអង្គុយយើងអង្គុយវាដូចជាខ្ញុំអង្គុយគ្រប់បងយើងស្បងអរគុណឥឡូវអត់អីទេយើងណែនាំខ្លួនចាចាប់ផ្ដើមពីចាបេក្ខជនទី1ចាទី1មុនចាណែនាំខ្លួនអូនបាទខ្ញុំបាទឈ្មោះមៀវសុភ័ក្របងសុភ័ក្រចេញមកពីខេត្តណាដែរមកពីខេត្តកំពង់ចាមអ្នកខេត្តកំពង់ចាមបាទសុភ័ក្រកំពង់ចាមបាទបន្តទៀតបាទអរគុណជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅកម្មវិធីតន្ត្រីខារ៉ាបានៅតាមគេឋានក៏ដូចជាពុកម៉ែបងប្អូននៅទីនេះខ្ញុំបានឈ្មោះថាសំណាងបាទសំណាងបាទចាំមើលថ្ងៃនេះសំណាងដូចឈ្មោះបែប MC ហ្មងបាទចាអរគុណសំណាងចេញមកពីខេត្តណាខ្ញុំខេត្តតាកែវបងអ្នកតាកែវបាទតាកែវនេះរឿងភ័យបងកុំភ័យបាទតបន្តទៀតបងប្អូនស្រីបាទជំរាបសួរនាងខ្ញុំឈ្មោះសោភាមកពីពោធិ៍សាត់ចាសោភាពោធិ៍សាត់ណាបាទអរគុណបន្តទៀតបាទមុខស្តៀងគ្នាបងប្អូនមែនបងប្អូនថ្ងៃនេះមកជាលក្ខណៈបងប្អូនខ្ញុំឈ្មោះសោភ័ណ្ឌមកពីខេត្តពោធិ៍សាត់ជាកូនភ្លោះឬក៏មិនដែរចាកូនភ្លោះមែនទេបាទកូនភ្លោះបងសុំជាធីមមកកូនភ្លោះចាកូនភ្លោះមិនធម្មតាថ្ងៃនេះវត្តមានតារាចម្រៀងលោកនីរតនាក៏កូនភ្លោះហើយបេក្ខជនបេក្ខនារីរបស់យើងដែលជួបគ្នានេះក៏មានកូនភ្លោះទៅទៀតចានេះបើលាបសក់ពណ៌កាត់មកដូចគ្នាបែបបិទ 100% បាទសំឡេងក៏ប្រហែលគ្នាទៀតភាគច្រើនបងប្អូនក៏ច្រឡំច្រើនពេកអញ្ចឹងសំឡេង style ខុសគ្នាពីមុនពេលច្រឡំយើងខាតច្រើនសោភាសោភ័ណ្ឌបាទឥឡូវថ្ងៃនេះអត់ចូលរួមតែក្រុមហ្នឹងមែនទេបែកគ្នាណាបាទបែកគ្នាមួយថ្ងៃដើម្បីសៃវៀនទេបងប្អូនតែក្រោមឆាដល់លើឆាយើងមិនបងប្អូនទេសប្តាហ៍នេះឥឡូវរើសយកខាងសោភាហើយនឹងសោភីណាសោភាសោភ័ណ្ឌសោភីហើយនឹងសោភ័ណ្ឌសោភាសោភ័ណ្ឌបាទសោភាសោភ័ណ្ឌចាឥឡូវណៃយកពីរហ្នឹងហ៎ចាឥឡូវបងយកបរោះទាំងពីរមកអូខេអត់អីទេព្រោះថាមួយយ៉ាតែងតែចាញ់ខ្ញុំបាទបើគឺតាំងពីបង្កើតកម្មវិធីមកអត់តន់ជំនះខ្ញុំទេបងប្អូនបាទចាមិនតន់បានមួយបន្ទុកនៅឡើយជំរាបបងប្អូនយើងកំពុងទស្សនាផ្ទាល់សូមបញ្ជាក់ថាបាទបេក្ខជនទាំង4រូបរបស់យើងនឹងបង្ហាញទេពកោសល្យសិល្បៈពេញចិត្តបេក្ខជនបេក្ខរូបណាខ្លាំងជាងគេផ្ទះដៃឲ្យបានខ្លាំងដោយគិតទៅលើទេពកោសល្យសមត្ថភាពនៃបាទសិល្បៈណាបាទអរគុណតោះឥឡូវផ្ដើមបេក្ខជនទី1ពុកមាត់ចេះខ្ញុំបាទទីថាបាទខ្ញុំថាខេមខ្ញុំថាខេមខ្ញុំថាប៊ុនសាក់អូខេខេមរៈស្រីមុនខេមរៈស្រីមុនអូខុសឆ្ងាយតោះអូខេឥឡូវខេមរៈស្រីមុនណាចាបាត់អីគេលើភ្លើងគេលើភ្លើងអត់ក្តៅទេគេលើភ្លើងឯគេលើភ្លើងគេលើភ្លើងគេលើភ្លើងអូអាចគេបានទេណាសុំសួរថ្ងៃគេលើភ្លើងគេលើពុកគេលើពុកអត់ហ៊ានគេលើភ្លើងឯងសារខ្លាចក្តៅអូថ្ងៃគេលើពុកទៅតោះគេកាត់បុកតិចតោះឥឡូវមកខាងមុខតិចមកចានេះខ្ញុំរាប់ជូនតើឥឡូវចង់ឲ្យអ្នកភ្លេងគាត់លេងឯងឬក៏យើងច្រៀងគុកខ្លួនឯងច្រៀងគុកឲ្យចាំគាត់លេងតាមហ្មងចាំលេងតាមក្រោយត1 2 3សុខទុកយ៉ាងណាសង្សារចាស់អើយបែកគ្នាយូរហើយក្រោយពេលអូនមានអ្នកថ្មីចោលសង្សារក្រក្លិនភុំក្របីស្រវាអ្នកថ្មីព្រោះតែដល់ឡាឃើញគេកាន់ស្គរចិនលនលេងអូនដូចកូនក្មេងវងវែងហក់លោតឆ្លេឆ្លាសុខ
ចិត្តដេកយំក្នុងផ្ទះវិឡាក៏មិនប្រាថ្នាសោយក្នុងខ្ទមដែរ អរគុណ វ៉ាវបាទ អរគុណអាចមកខាងក្រៅបាន ឃើញថាសោភាសោភ័ណ្ឌចាប់ដើមមើលមុខគ្នាបណ្ដា អត់តន់ដឹងទេចឹងអត់តន់ដឹងទេនៅ3រូបទៀត បងសួរណៃតាមត្រាលើបេក្ខជនទី1រៀងខ្លាំងណាស់បាទ ខ្លាំងពូមកសិតអ្នកលំដាប់ដែរ គឺថាមានសង្ឃឹមទេមើលទៅ ដូចមិនសូវទៅនេះ តែសលេងនេះសលេងអ្នកចម្រៀង រៀងហ្មងអ្នកមើលគាត់គាត់ហើយចាញ់ព្រៀប ចាញ់ព្រៀបមកណាមិនអីទេដរាបណាយើងមិន សង្ ទាន់ ឃឹមថា បាន ទូ លឺ ឈ្ ស្ នះ នូផ្ទះ ធំ ដៃបាទតោះ វគ្គនេះ បេក្ខជនទី2បាទសំណាងមកពីខេត្តតាកែវបាទថ្ងៃនេះបានយកបង្កងមក10គីឡូផងដែរបាទអរគុណអត់មានទេ សូម អេចឹងទីសិន ទីសិនមុខបែបនេះសង្ហាបែបនេះបងទាយថាឈនសវណ្ណរាជបា ខ្ញុំ ទ ថាឆនវ៉ាន់ដេកដែរ អូកុំគ្នាហ៎ ចា តោះសំណាង បើសូមជូនប័ណ្ណបងសតឆនសវណ្ណរាជ អើ ខ្ញុំមើល ថ្ងៃនេះ ស្ទា ទី យ ត្រូវ តែ ទាំង ខ្លួន ពីរ សម្លេង បាទ សម្លេងចា បាត់អីទៅបាទ ឲ្យឈប់យំដើម្បីគេទៀតទៅ បាទឈប់យំដើម្បីគេទៀតទៅ ចាជួយអ្នក play លេងអីអត់ បាទឲ្យចាំគាត់តាមក្រោយក៏បានដែរអីបាទ តោះអូខេ តោះ តើនេះ រាប់ ខ្ញុំ ជូន រាប់ជូន1 2 3 អូនទទួលយកបងគ្រាន់កំដោកាខូចិត្តព្រោះអូនចិត្តបែកគ្នាជាមួយគេបងគ្មានសិទ្ធិបន្ទងអូនទេហេតុស្ម័គ្រគេមិនស្មោបំផ្លិចគេចោលបងនៅរោងចាំ សោភាសភ័ណ្ឌមកមុខគ្នាទៀតហើយ មិនដឹងមិនប្រាប់ហេតុផលឲ្យបងបានដឹងពីដំបងនឹងស្ម័គ្រខ្លួនជួតទឹកភ្នែកឲ្យទុំឲ្យបងគិតខំលើអូនហើយមានចិត្តស្អប់ត្រានត្រើយទើបដកខ្លួនចេញឆ្ងាយមិនចង់ឈឺបើប្រាប់តាំងពីដំបងសុខចិត្តធ្វើមនុស្សល្ងងដើម្បីលួងលោមចិត្តមុំពេលឯកាព្រោះបងយល់ពីអារម្មណ៍ដែលរៀមរាត្រូវបាត់បងមនុស្សស្រឡាញ់នៅថ្ងៃនេះប្រាប់ឈវីឈប់យំដើម្បីគេទៀតទៅព្រោះចិត្តគេមិននៅនឹកយើងទៀតឡើយជុំខូចចិត្តណានោះល្អព្រោះមានបងម្នាក់ដែលចាំទទួលអូន វ៉ា អរគុណ វអូសំណាងមិនធម្មតាឥឡូវ ស្ងួតក៏បងស្ងួតក៏ លោកសូចេះពិធីករឥឡូវទីហោះតែបើសិនជាសំណាងជាពិធីករហើយនៅក្នុងកម្មវិធីខារ៉ាបានតស៊ូរអាចារ្យតោះណែនាំបែកគ្នារបស់យើងទៅពីរូបតោះសាកល្បងទីមើលបាទ បងសុំមកបែបគាត់ប្លុកក៏ជ្រៀងហើយខ្ញុំ អូខេ សិនបងបើសុំសម្លេងឲ្យបងសាទៅមួយមកបេក្ខជនរបស់យើងពូកែមែនទេបាទ បាទអូ អរគុណ ជាងក៏បានពិធីករក៏បានទឹកដមសម្លេងពីស៊ីទាំងពីរមានកតុយសម្លេងឲ្យលាក់ល្អមែនតើប៉ុន្តែយ៉ាងណាក៏ដោយ ចាំមើល បាទគណៈកម្មការរបស់យើងបាទគឺទស្សនិកជនកំពុងទស្សនាផ្ទាល់តមកដល់សោភាសោភ័ណ្ឌ សភានៅសភ័ណ្ឌឥឡូវថ្ងៃនេះខ្ញុំពិបាកដែរមើលទៅសលេងក៏សរៀងគ្នា មកថាពេញសភាតោះសភាដូចគ្នា បាទឥឡូវសុំ ហើយមានសុំសភា សុំសលេងប្រហើតិចមើល មកសុំបន្តិចមកតា ដឹងតែសំនៀងដើម អត់តែខ្ញុំចង់ឲ្យងើបឈរងើបឈរបានអត់ គ្នាឈរហើយ អូយគ្នាមានតែប៉ុណ្្នឹងទេកំពុងទៅអូយឈរស្កាត់ អរគុណមានសង្សារនៅ សង្សារមានទេបើអត់ប្រាប់ខ្លីលោតាមទូទួលជេ អូចាមានហ្នឹងគេប្រាប់ត្រង់អរគុណ ហេ ថ្ងៃ ល្អ នេះ មក ខ្ញុំ គេណា ថាមកឃ្លាទៀតមើល អត់ដឹងថាធ្វើនិយាយអីទៀត ក៏មកដឹងបាទអូនមកថា ខ្ញុំ ពេញ ថា ស ពេជ្រ ភា សូលីកា បាទ ពេជ្រសូលីកា ពេជ្រសូលីកាគេតោះនៅណាគេបាន តូចសេនិច ទូចស្រីនិចអូ អាយ៉ាតោះ មិនធម្មតាទេណាបកស្រាយបទចម្រៀងទូចស្រីនិចបានបាទបទចំណងជើងថា ឧត្តមមានជ័យ ឧត្តមមានជ័យ ដល់មានចៃតោះនេះខ្ញុំរាប់ជូន1 2 3 សូមលោកគ្រូភ្លេងជួយលេងមុន បាទគូភ្លេងជួយលេងទាំងដល់ហ្មងបាទ លេងមកពី ជួបជាមួយនឹងតារាចម្រៀងឧត្តមមានឧត្តមមានជ័យតារាចម្រៀងទូចសោភាអាយ៉ាកាយវិការបានណាបែនណា ចេញមកគេអ្នកចម្រៀងហ្មងចារៀងមន់ចាយចេះទៀតចាអែម ម
មេឃមីស្រទុំភ្នំជោគជើងមេឃ ចៅរស្មីផ្លេកផ្លេជ្រែករាត្រីរណអូដមានใจអានងអាណោអូរ៉ាអូនផ្សាខ្លោយកណ្ដោយកណ្ដែងអើឡៃប្តីគេទៅជួញគេទួញអាណិតប្តីខ្ញុំបដូរជីវិតស្ថិតនៅក្នុងដងព្រៃអោភ្នំដងរ៉ែខណ្ឌចាយទឹកដីខ្សែលោហិតនិស័យអាឡ័យបីដូចអូញ អបអរសាទរ អរគុណឯងសម្រាប់បានអូដឹងតែជាប់ហើយចាដឹងជាប់ហើយសប្តាហ៍ សួរ នេះ លោកគ្រូភ្លេងមិនដែរសំលេងបាទ សំលេងអែមេ បាទសួរគូម៉ៅគូម៉ៅ ម៉ៅមិនដែរប៉ុណ្ណឹងអូ អ អ ើ ត់មានដៃពីរ បាទតោះឥឡូវសោភ័ណ្ឌម្ដងតោះយ៉ាបងថាទុសនិចដែរតោះបាទ ខ្ញុំខ្ញុំថាប៉ែនរន ប៉ែនរនណា ចា អ្នកស្រីរស់ស្រីសុភា អីអូយ សលេង Wow សលេងចេញមកគឺអ្នកច្រៀងពីដើមហ្មង បត់ចំណងជើងថា ត្រពាំងសាបកុលាបរយ ត្រពាំងសាបកុលាបរយ គ្រាន់តែស្ដាប់សំលេង តន្ត្រី ក៏ ក៏ជួយបតោភ្លេងតិច ស្ដាប់សំលេងចង់លង អោអូនហើយ ចង់ស្អក សូមបកស្រាយបទចម្រៀងត្រពាំងសាបកុលាបរយដូចតទៅ បាទីខ្នល់តូខ្ញុំមិនចង់ជួ អូយ ថ្នាលត្រពាំងសាបកុលាបរយរូមេឃមីស្រទមរាមស្រណោស្រីគេស្ដាយឈ្មោះបាយសិននៅរអត់ក្លឹបសាវត្តទ្រាំក៏ថ្មីស្រីនៅចងចាំកាលបនចូលឆ្នាំនាំគ្នាសាច់ចាយបងថាស្មងស្មោលួយសងថាមិនប្រែចិនតាអូនលងស្នេហាជឿពីបងពិត អរគុណចាអូយខ្ញុំ ហេតុអីទៅណូ ខ្ញុំកម្ររកឃើញកូនភ្លោះហើយមានសមត្ថភាពច្រៀង ហេ ស តុ លេ អី ង ទៅ ដូច ណូ គ្នាចឹងទៀត ហេតុអីក៏បាទច្រៀងព្រោះដូចគ្នាអញ្ចឹងនេះពុតជាមិន មិន សរសើរ ចឹង មិន ណា បានយើងមុនហ្នឹងគាត់ថាបែកជនបកស្រាយគេថាបែកកតរីមើលមុខគ្នាដល់ឥឡូវបែកជនមើលមុខគ្នាវិញ តែគេមើលគេថាគេក្នុងចិត្តចាំមើល អឺ ចាំមើលវាអញណាចាំមើលណាចាំមើ អូ ល ខេយ៉ាងណាក៏ដោយការកាត់សេចក្តីគឺនៅលើទស្សនិកជនបាទដែលជាគណៈកម្មការកុំភ្លេចណាពេញចិត្តបែកជនរូបណាផ្ទះដែលបានខ្លាំង តែ ជាមួយនឹងទេពកោសល ពិបាកដោយសារបេក្ខជនទី3និងទី4គាត់បេក្ខនារីទាំងពីរគាត់សលេងដូចគ្នាពេកអញ្ចឹង អត់អីទេបើសិនជាគាត់ផ្ទះដែរទាំងពីរខ្លាំងដូចនេះជាប់ទាំងពីរហ្មង ព្រោះអីកូនភ្លោះទៅណាឃ្លេគ្នាអត់បានទេបើឲ្យជាប់ទាំងពីរ ដើមពីបែកជនទី1មកពីខេត្តកំពង់ចាម សូមផ្ដល់សម្លេងស្វាគមន៍ខ្លាំងៗទាំងអស់គ្នា បែកជនទី1សូមសម្លេងមួយក ន្លះចំហៀនចាសូមកន្លះចំហៀន ន ពេញចិត្តបេក្ខជនទី2ផ្ដល់សម្លេងគឺស្វាគមន៍ខ្លាំងៗទាំងអស់គ្នា ទី2សូមសម្លេងមួយអូខេតោះពីជាហ៊ានមកមុខបាទអាយ៉ាមានសង្ឃឹមហើយណា
លើបែកគ្នាតិចខិតថ្ងៃតិចនេះ ពេញចិត្តបែកខាងនេះទី3បដោសម្លេងស្វាគមន៍ខ្លាំងៗទាំងអស់គ្នា ទី3សិនសម្លេងមួយអូខេ3ជំហានទៅមុខអូនសាវភាបានចាប់បើពេញចិត្តសាភ័ណ្ឌបែកខាងទី4សិនសម្លេងមួយអូបាទតោះទៅមុខស្មើគ្នាសិនម្ដងទៀតទុកឱកាសសម្រាប់បេក្ខជនរបស់យើងបេក្ខជនទី1សិនសម្លេងមួយថយក្រោយវិញ10ជំហានថយក្រោយអត់ទេបេក្ខជនទី1ទី1ទី2សិនបាទតែទៅលើកទី2អាចសម្លេងច្រើនតើបេក្ខជនទី2នៅហ្នឹងហើយនៅហ្នឹងហើយមិនទៅណាតើបេក្ខជនទី3បេក្ខជនទី4ទី3ទី4ទី3ទី4អេនេះទី4នេះយ៉ាងខ្លាំងណាស់បើពេញចិត្តទាំងពីរសិនសម្លេងមួយអបអរសាទរទាំងពីររូបតែម្ដងអបអរសាទរចាអូបានអរគុណសប្តាហ៍នេះតំតែខ្ញុំរើសហើយចាបានឈ្នះនិយាយទៅសប្តាហ៍នេះតំឈ្នះហើយណាខ្ញុំមករំភើបខ្លាំងណាស់បងគាត់ណាជាប់2នាក់នេះមកសឿនថានឹងបានលុយណាឲ្យអរគុណខ្ញុំក៏ប្រនឹងរកឃើញអ្នកដែលគាត់មានចាគេហៅថាកូនភ្លោះហើយបកស្រាយចម្រៀងព្រោះដូចគ្នាទៀតមិនធម្មតានោះទេចាលោកអ្នកជាទីគោរពនេះជាការបង្ហាញទេពកោសល្យរបស់បេក្ខជនបេក្ខនារីរបស់គាត់ស្ម័គ្រចិត្តចូលរួមកម្មវិធីរបស់យើងក្នុងកម្មវិធីការបានេះតោះស៊ូល្អចាមិនហើយគណៈកម្មការយើងនោះកំពុងធ្វើអីនោះអូគណៈកម្មការនេះសប្បាយដល់ហើយបាទអរគុណសូមបញ្ជាក់ថាការកាត់សម្លេងរបស់យើងគឺយោងទៅលើការទះដៃរបស់ទស្សនិកជនចឹងទេបើសិនជាខ្វះខាតចូលជ្រុលឬមួយក៏មិនសុខចិត្តធម៌ដោយប្រការណាមួយនោះសូមមេត្តាអធិស្ឋានប៉ុន្តែសូមបញ្ជាក់ថាបេក្ខជនទី1ទី2ក៏មានទេពកោសល្យសិល្បៈដែរណាអាចថាពេលនេះយើងមកចាំបេក្ខជនខ្លាំងក៏ថាបានចាអរគុណយើងនឹងបន្តទៅជួបគ្នានៅវគ្គក្រោយមួយសាទៀតណាចាសម្រាប់បេក្ខជនទី2បាទអរគុណទាំង3រូបទាំង4រូបបាទអរគុណច្រើនពីកម្មវិធីតន្ត្រីខារបាយរបស់យើងក៏បានមកដល់ទីបញ្ចប់យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលរាត្រីសួស្តី